វីដេអូចាប់ផ្ដើមឡើងជាមួយនឹងការផ្ទុះយ៉ាងសាហាវភ្លើងឆេះសន្ធោសន្ធៅហើយមនុស្សម្នានាំគ្នារត់ប្រសិចប្រសាចភ័យស្លន់ស្លោឧទ្ធម្ភាគចក្រហោះវៀងចុះវៀងឡើងស្ថានភាពគឺវឹកវរមែនទែនបរិះម្នាក់រត់បញ្ញាបញ្ញាទៅឡើងឡានក្រុងដែលកំពុងរងចាំហត់កខុសរួចក៏ប្រាប់តែកុងឡានឲ្យបញ្ញាប់ចេញភ្លាមព្រោះកន្លែងនេះនៅលែងការទៀតហើយមនុស្សម្នានាំគ្នានិយាយខ្សឹបខ្សៀវបារម្ភពីជីវិតទៅថ្ងៃមុខអ្នកដំណើរនិយាយគ្នាពីគ្រោះរញ្ជួយដីនៅបាតសមុទ្រនិងភ្នំភ្លើងហ្វូជីផ្ទុះដែលធ្វើឲ្យប្រជាជនជប៉ុនងាប់រាប់សែននាក់ហើយពេលនេះសូម្បីតែទីក្រុងរបស់ពួកគាត់ក៏ត្រូវជម្លៀសដែរស្រីសក់ស្វាយត្អូញត្អែថានាងរត់មកបញ្ញាពេកអត់បានយកអីមកតាមខ្លួនសោះមានតែទៅទិញអីវ៉ាន់នៅទីក្រុងយ៉ាងណានទេស្រាប់តែមានអាប្រុសម្នាក់ទៀតនិយាយកាត់ថាមើលព័ត៌មានអត់នឹងឃ្លាំងតំណែងធំៗនៅទីក្រុងយ៉ាងណានត្រូវគេប្រម៉ូទិញតតែរលីងអស់ទៅហើយមួយទៀតក៏បន្តថានឹងព័ត៌មានចាស់ទេឥឡូវសូម្បីតែបឹងនិងឃ្លាំងតំណែងផ្សេងទៀតក៏ត្រូវគេកាប់យកអត់សល់ដែរគិតជាលុយរាប់រយពាន់លានឯណោះស៊ូឆេនអង្គុយគិតក្នុងចិត្តថាតាមពិតវាមានតម្លៃរាប់ម៉ឺនកោដឯណោះការបាត់បង់តំណែងនិងគ្រោះមហន្តរាយធម្មជាតិទាំងអស់នេះគ្រាន់តែជារឿងសម្បកក្រៅប៉ុណ្ណោះធាតុពិតគឺថ្ងៃបញ្ចប់នៃពិភពលោកជិតចូលមកដល់ហើយស្រីសក់ស្វាយលើចឹងភ័យស្លេកមុខសួរថាថ្ងៃបញ្ចប់ពិភពលោកមែនអាប្រុសម្នាក់ទៀតសើចចំអករួចប្រាប់ថាបើមែនក៏ល្អដែរព្រោះពេលហ្នឹងមនុស្សគ្រប់គ្នាគឺស្មើភាពគ្នាហើយស៊ូឆេនសើចចំអកក្នុងចិត្តស្មើភាពគ្នាស្អីអាភ្លើសូម្បីតែដល់ថ្ងៃចុងក្រោយនៃពិភពលោកក៏គ្មានពាក្យថាស្មើភាពគ្នាដែរគាត់ក៏រំលឹកដល់អតីតកាលកាលពីជាតិមុនគាត់គ្រាន់តែជាអ្នកដឹកជញ្ជូនអីវ៉ាន់កំសត់ម្នាក់ប៉ុណ្ណោះដោយសារតែព្រះអាទិត្យបញ្ចេញថាមពលខុសធម្មតា Snow Pan ដីរីកធំសីតុណ្ហភាពឡើងកម្ដៅយ៉ាងគំហុកសត្វចម្លែកក៏ផុសចេញពីក្រោមដីមកពិភពលោកទាំងមូលប្រែប្រួលក្លាយជាឋាននរកនៅក្នុងពិភពលោកដែលខ្វះខាតស្បៀងអាហារនោះសូម្បីតែមីកញ្ចប់មួយកញ្ចប់ក៏មនុស្សហ៊ានសម្លាប់គ្នាដណ្ដើមយកដែរហើយគាត់គឺជាមនុស្សដែលបានបាត់បង់ជីវិតក្នុងពេលនោះរួចក៏បានចាប់ជាតិរស់ឡើងវិញត្រឡប់មកមួយខែមុនថ្ងៃមហន្តរាយកើតឡើងកំពុងតែគិតសុកស្រីសក់ស្វាយនោះក៏យកដៃមកចាប់ដៃអាវគាត់ធ្វើមុខជូរអែមសូមឲ្យគាត់ជួយព្រោះនាងខ្លាចស៊ូឆេនងាកមកមើលរួចឆ្លើយយ៉ាងត្រជាក់ល្ហឹមថាសុំទោសខ្ញុំមានរឿងសំខាន់ត្រូវធ្វើរួចក៏ដើរចុះពីឡានក្រុងបាត់ដោយមិនខិតខ្វល់គាត់គិតថាស្រីស្អាតដែលគ្មានបានការអញ្ចឹងយកមកត្រឹមតែជាបន្ទុកនាំឲ្យធ្ងន់ខ្លួនប៉ុណ្ណោះគាត់ដើរចេញទៅយ៉ាងរំភើយនៅថ្ងៃចុងក្រោយនៃពិភពលោកអ្វីដែលសំខាន់បំផុតគឺស្បៀងជាមុនគាត់ខាតពេលរកតែស្បៀងដូច្នេះហើយលើកនេះគាត់ត្រូវត្រៀមខ្លួនឲ្យបានមុនគាត់ដើរមកដល់ឃ្លាំងធ្វើការស្រាប់តែតកែឈរចាំស្ដីបន្ទោសថាគាត់មកយឺត21វិនាទីកាត់ប្រាក់ខែកន្លះថ្ងៃស៊ូឆេនគ្រាន់តែសុំទោសរួចក៏ដើរចូលទៅគាត់នឹកឃើញការវិជាតិមុនពេលថ្ងៃមហន្តរាយមកដល់តកែម្នាក់នេះបានរត់គេចខ្លួនបាត់ធ្វើឲ្យប្រាក់ខែពេញមួយឆ្នាំរបស់គាត់ត្រូវរលាយសូន្យដូច្នេះហើយទំនិញនៅក្នុងឃ្លាំងនេះចាត់ទុកថាជាសំណងចុះអកញ្ចាស់ស៊ូឆេនបញ្ចេញថាមពលពិសេសរបស់គាត់ពង្រីកលំហអវកាសដែលស្រូបយកអង្ករប្រេងឆាសាច់និងទំនិញទាំងអស់ចូលទៅក្នុងលំហអវកាសផ្ទាល់ខ្លួនរបស់គាត់អំណាចនេះជួយឲ្យគាត់កាប់យកទំនិញបានយ៉ាងងាយស្រួលគាត់មានលំហអវកាសទំហំ 10000 ម៉ែត្រគូដ៏ធំគាត់ធ្លាប់បឺតយកទឹកបឹង2រួចហើយកាប់យកទំនិញពីទីក្រុងដែលរៀបនឹងវិនាសអស់ជាច្រើននៅក្នុងថ្ងៃអវសានសូម្បីតែមីកញ្ចប់ក៏ជារបស់ប្រណីតដែរកុំថាតែម្ហូបស្រស់ហើយពេលវេលានៅក្នុងលំហរបស់គាត់គឺនៅស្ងៀមទោះទុកយូរប៉ុណ្ណាក៏ម្ហូបនៅស្រស់ដដែលគិតដល់កន្លែងនេះស៊ូឆេនស្រក់ទឹកភ្នែកសប្បាយចិត្តដែលលែងបាច់សុយដីដូចជាតិមុនទៀតហើយបន្ទាប់ពីកាបអីវ៉ាន់អស់រលីងពីឃ្លាំងគាត់ឆែកមើលតារាងទំនិញមានអង្ករប្រេងឆាផ្លែឈើទឹកសុទ្ធមីកញ្ចប់គ្រឿងទេសនិងស្រារាប់រយកេសតកែនិងកម្មករផ្សេងទៀតបើកទ្វារចូលមកបំរុងលើអីវ៉ាន់ស្រាប់តែកាំងនិយាយលេងចេញឃើញឃ្លាំងទទេស្អាតតកែខឹងច្រឡោតតោតងសួរថាអីវ៉ាន់បាត់តាណាអស់ហើយបញ្ជាឲ្យកូនចៅចាប់ខ្លួនស៊ូឆេនឆ្លើយយ៉ាងរំភើយថាអីវ៉ាន់ខ្ញុំយកអស់ហើយពួកនោះខឹងណាស់ស្ទុះទៅរកចាប់គាត់ប៉ុន្តែស៊ូឆេនគាត់តែនិយាយថាមែនហើយថ្ងៃក្រោយខ្ញុំលែងមកយឺតទៀតហើយបាយរួចក៏ប្រើថាមពលលោតផ្លោលំហអវកាសធ្វើបាត់ខ្លួនពីមុខពួកវាដែលធ្វើឲ្យពួកកម្មករនិងថកែចំហមាត់ថ្លុងរកមើលអីលែងឃើញព្រោះស្មានតែខ្មោចឡងស៊ូឆេនលេចមុខនៅខាងក្រៅអគារគាត់សើចចំអកថាមនុស្សធម្មតាមិននឹងអាចចាប់គាត់បានបើគាត់អាចលោតផ្លោះក្នុងចម្ងាយ3ម៉ែត្របានយ៉ាងងាយស្រួលអញ្ចឹងថាមពលនេះអាចឲ្យគាត់ចូលទៅក្នុងអគារបោះបង់ចោលរកស្បៀងឬរត់គេចពីសត្វចម្លែកបានយ៉ាងមានសុវត្ថិភាពទោះស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ក៏ដោយគាត់ដោះអាវការងារបោះចោលនៅលើអាកាសប្រតិបត្តិការទិញទំនិញតម្លៃ$0ត្រូវបានបញ្ចប់យ៉ាងជោគជ័យទូរស័ព្ទរបស់គាត់លោតសារមកពីខាងរដ្ឋាភិបាលប្រាប់កុំឲ្យប្រជាជនមានការភ័យស្លន់ស្លោចំពោះគ្រោះធម្មជាតិស៊ូឆេនដឹងភ្លាមថានេះគឺជាសញ្ញាបញ្ជាក់ថាថ្ងៃមហន្តរាយជិតមកដល់ហើយការបញ្ជាមុនគាត់ក៏ល្ងងជឿថាវាគ្រាន់តែជាគ្រោះធម្មជាតិធម្មតាដែរស្រាប់តែមានអ្នកទេមកគឺជាអតីតមិត្តស្រីរបស់គាត់ឈ្មោះជាងសៀវជៀនគាត់នឹកឃើញដល់ភាពថោកទាបរបស់នាងទើបតែលើកទូរស័ព្ទភ្លាមនាងជេរបញ្ចោគាត់ថាមិនក៏លួចបាត់មុខហើយថែមទាំងយកផ្ទះទៅដាក់លក់ទៀតចង់យ៉ាងម៉េចនាងគិតថាបើគ្មានផ្ទះតើមានស្រីណាព្រមយកអត្តប៉ែដូចគាត់នាងកំពុងតែផាត់មាត់យ៉ាងរំភើយជាមួយអាសហាយនាងលើក្រែដោយប្រាប់ថាទោះនាងមិនខ្វល់ពីផ្ទះនោះតែនាងជាមនុស្សស្រីបើមិនឲ្យផ្ទះនាងទេនាងគ្មានអារម្មណ៍សុវត្ថិភាពក្នុងការនៅក្បែរគាត់ឡើយស៊ូឆេនស្ដាប់ហើយសួរទាំងធុញថប់ថាមានការអីទៀតអត់នាងនៅតែធ្វើចរិតក្រអឺតក្រទមបញ្ជាឲ្យគាត់ត្រឡប់មកវិញហើយកាត់ឈ្មោះផ្ទះឲ្យនាងបើមិនអញ្ចឹងទេកុំសង្ឃឹមថានាងព្រមរៀបការជាមួយអាងខ្លួនឯងស្អាតសម្ដីធំណាស់ស៊ូឆេនប្រាប់ថាកំពុងតែជិះទៅវិញរួចក៏ចុចបិទទូរស័ព្ទគាត់ធ្វើមកកំណាញ់រំលឹកដល់ជាតិមុនដែលគាត់ខំប្រឹងតស៊ូចិញ្ចឹមនាងអស់រយៈពេល5ឆ្នាំក្នុងថ្ងៃអវសានការពារនាងនឹងនាំនាងចូលតំបន់សុវត្ថិភាពបើគ្មានគាត់ទេនាងងាប់បាត់តាំងពីយូរហើយប៉ុន្តែនាងបែរជាក្បត់គាត់ទៅដេកជាមួយប្រុសផ្សេងក្នុងពលិអតីតកាលអាប្រុសសាហាយនោះវាយស៊ូឆេនឲ្យហូរឈាមពេញមាត់រួចសើចចំអកថារកអីវ៉ាន់អត់បានសោះអញ្ចឹង
បើអត់អីវ៉ាន់ទេរបស់ឆ្ងាញ់ៗដូចជាមិត្តស្រីរបស់ឯងទុកឲ្យឯងអ្នកស៊ីជំនួសចុះចំណែកឯមិត្តស្រីថោកទាបនោះក៏ដេកអោបសាហាយរួចដៀស៊ូឆេនថាអត់បានការហើយមើងងាយគាត់យ៉ាងចាស់ដៃខណៈពេលស៊ូឆេនដេកហូរឈាមចិត្តងាប់នៅលើឥដ្ឋស៊ូឆេនស្ដាយក្រោយដែលជាតិមុនល្ងងជឿទុកចិត្តមនុស្សក្បត់បែបនេះតែលើកនេះគាត់ក្តាប់ដៃណែនបដិញ្ញាថានឹងឲ្យពួកវាទាំងពីរនាក់សងសឹកត្រឡប់មកវិញរាប់រយរាប់ពាន់ដងមិនឲ្យពួកវាងាប់ស្រួលៗជាដាច់ខាតពេលនេះអេវ៉ាន់ដែលនៅសល់គឺត្រូវទិញដោយលុយដូច្នេះគាត់ត្រូវរកលុយឲ្យបានលឿនសិនគាត់ក៏ទេទៅអ្នកចាត់ការលីអូដើម្បីប្រាប់ថាផ្ទះរបស់គាត់សុកចិត្តលក់ពាក់កណ្ដាលតម្លៃតែសុំជាលុយសុទ្ធឥឡូវនេះភ្លាមស៊ូឆេនជិះតាក់ស៊ីមកដល់មុខផ្ទះស្រាប់តែឃើញមីឆៅជៀននិងសហាយរបស់នាងឈរចាំបាត់ទៅហើយមីស្រីថោកទាបនោះសួរថាដឹងអត់ថានាងចាំយូរប៉ុណ្ណាហើយចំណែកអាប្រុសសហាយនោះកាន់ដំបងបេសបលដើរមកសម្លុតស៊ូឆេនថានរណាឲ្យឯងលក់ផ្ទះហ៊ានលក់ផ្ទះរបស់យើងផងប្រយ័ត្នងាប់អត់បានឃើញថ្ងៃស្អែកស៊ូឆានមិនខ្ចីនិយាយច្រើនស្ទុះទៅចាប់កអាមួយនោះច្រកឲ្យលើកផុតពីដីធ្វើឲ្យវាឆ្លក់ទឹកមាត់ដកដង្ហើមមិនរួចស៊ូឆានសម្លឹងវាដោយកែវភ្នែកពិឃាតរួចនិយាយទាំងខឹងថារបស់អញចង់ធ្វើយ៉ាងម៉េចក៏បានមីឆោជៀនភ័យរន្ធត់ស្រែកឲ្យគេជួយថាមានមនុស្សឃាតកម្មហើយស៊ូឆានក្រវ៉ាត់អាមួយនោះចោលទៅលើដីរួចនិយាយថាថ្លង់ណាស់នាងខឹងញ័រខ្លួនស្រែកថាឯងហ៊ានវៃក្បាលវាផងចំណែកអាប្រុសសហាយនោះដេកក្អកខេះជេរស៊ូឆានថាឈួតហើយស៊ូឆានញញឹមចង់មាត់យ៉ាងកំណាចរួចនិយាយទៅកាន់វាថាកំភៃឯងមិនងាប់លឿនពេកទេមីស្រីនោះរត់ទៅមើលប្រុសរបស់វារួចងាកមកគំរាមស៊ូឆេនឲ្យលុតជង្គង់សុំទោសភ្លាមបើមិនចឹងទេកុំសង្ឃឹមថានឹងអាចរៀបការជាមួយនាងបានពេញមួយជីវិតស៊ូឆេនមិនខ្ចីខ្វល់សូម្បីតែបន្តិចដើរចេញទៅបាត់ដោយបន្សល់ទុកពាក្យមួយម៉ាត់ថារឿងអត់បានការទុកឲ្យពួកវាអង្គុយភ្លើននៅទីនោះកាត់មកដល់ការិយាល័យទិញលក់អចលនទ្រព្យមួយបរិសចំណាស់តំពេកក្បាលពាក់អាវធំម្នាក់ហុចទឹកឲ្យស៊ូឆេនរួចនិយាយធ្វើជាចិត្តល្អសុំទិញផ្ទះក្នុងតម្លៃ7សែនយុនតែក្នុងចិត្តវាលួចសើចចំអកថាស៊ូឆេនជាអាភ្លើផ្ទះតម្លៃជាង1លានយុនលក់ត្រឹម7សែនវិញក៏ទៅលក់បន្តចំណេញរាប់សែនបាត់ទៅហើយស៊ូឆេនឆ្លើយយកព្រមភ្លាមតែមានលក្ខខណ្ឌមួយគឺត្រូវតែទូទាត់លុយទាំងអស់ដោយផ្ទាល់នៅថ្ងៃនេះតាតូចនោះអស់ញាប់ញ័រព្រមចុះកិច្ចសន្យានឹងវេលុយឲ្យភ្លាមរួចប្រាប់ថាចាំអាទិត្យក្រោយចាំទៅកាត់ឈ្មោះស៊ូឆេនមើលកិច្ចសន្យារួចគិតក្នុងចិត្តថាដល់ពេលហ្នឹងផ្ទះមួយណាឯងចង់យកក៏យកទៅឲ្យតែឯងមានជីវិតនៅរស់និយាយចប់លុយ7សែនយុនក៏លោតចូលកងធនាគារវឹងស៊ូឆេនដើរចេញមកក្រៅគិតបណ្ដើរទោះបីជាពេលនេះមានគ្រោះមហន្តរាយកើតឡើងច្រើនមែនតែទីក្រុងឆាំងឌូនេះនៅចំកណ្ដាលទ្វីបឆ្ងាយពីសមុទ្រឆ្ងាយពីភ្នំភ្លើងបូករួមទាំងរដ្ឋាភិបាលជួយបិទបាំងព័ត៌មានទៀតទើបមនុស្សម្នានៅទីនេះនៅតែអាចរស់នៅបានយ៉ាងរំភើយអត់ដឹងខ្យល់អីសោះកំពុងតែដើរសម្លឹងឃើញបង្គោលភ្លើងមានបិទกระดาษពាណិជ្ជកម្មឲ្យខ្ចីលុយរហ័សគាត់ទេទៅភ្លាមសួរថាមានប្លង់ផ្ទះអាចបញ្ចាំបានអត់កាត់មកដល់ក្រុមហ៊ុនឲ្យខ្ចីប្រាក់មេកន្ទុយលុយមុខអាក្រក់ឈ្មោះវ៉ាងដេហៃមើលប្លង់ផ្ទះរួចប្រាប់ថាតម្លៃផ្ទះនេះមិនសូវបានថ្លៃប៉ុន្មានទេស៊ូឆេនសម្លឹងមើលមុខវារួចនឹកឃើញការពិជាតិមុនអាធាត់វ៉ាងដេហៃនេះងាប់យ៉ាងវេទនានៅក្នុងមាត់សត្វចម្លែកអាធាត់នោះលើកំរាមដៃពីរប្រាប់ថាឲ្យខ្ចីបានច្រើនបំផុតតែ5សែនយុនទេហើយត្រូវទុកប្លង់ផ្ទះនៅទីនេះសិនស៊ូឆេនមិនខ្ចីតវ៉ាច្រើនទាថែ1សែនទៀតសរុប6សែនយុនហើយចង់បានលុយឥឡូវនេះភ្លាមគាត់សន្យាថាត្រឹមមួយអាទិត្យនឹងសងទាំងដើមទាំងការឲ្យវិញឲ្យខ្វះ1រៀលអាធាត់ដាហើយលួចញញឹមចង់មាត់គិតក្នុងចិត្តថានេះប្រកាសជាពួកញៀនលបែងហើយឲ្យតែពួកញៀនលបែងសំបីតាម៉ែឪវាក៏វាហ៊ានលក់ដែរកុំថាតែចង់សងការប្រាក់វាគិតថាចង់បោកសីស៊ូឆេនឲ្យអស់ពីខ្លួនដោយប្រាប់ថាឲ្យតែប្លង់ផ្ទះនៅទីនេះអ្វីស្រួលនិយាយគ្នាទេវាមិនដឹងទេថាវាកំពុងតែចាញ់បោកគេទៅវិញលុយ6សែនយុនលោតចូលកង់ទូរស័ព្ទកាត់មកមើលមីឆៅជៀននិងសហាយនាងវិញកំពុងដើរតាមផ្លូវនាងត្អូញត្អែទាំងខឹងថានាងគ្រាន់តែចង់យកផ្ទះរបស់នាងមកវិញសោះមិនក៏ស៊ូឆេនហ៊ានវីនាងអញ្ចឹងត្រូវតែឲ្យវាសងសឹកវិញអាប្រុសសហាយនោះក៏អួតប្រាប់ថានឹងឲ្យបងធំរបស់វាចាត់ការស៊ូឆេនឲ្យស្គាល់រសជាតិម្ដងនិយាយមិនទាន់ផុតមាត់ផងស្រាប់តែឃើញស៊ូឆេនដើរចូលទៅក្នុងសន្តាគារផ្កាយ5យ៉ាងសង្ហាពួកវាក៏ឆ្ងល់ថាអាស្រ័យនឹងទៅធ្វើអីរួចក៏លួចដើរតាមមើលពីក្រោយស៊ូឆេនសម្លឹងមើលអាគារសន្តាគារលុឆាំងនេះគាត់ចាំបានថាការពិជាតិមុនអាគារធំជាច្រើនត្រូវដួលរលំដោយសាររលកយ៉ាស៊ូណាមីនិងអាកាសធាតុត្រជាក់កកប៉ុន្តែសន្តាគារនេះនៅរឹងមាំរហូតដល់ទីបញ្ចប់បន្ទប់ប្រធានាធិបតីនៅទីនេះមានឧបករណ៍ប្រើប្រាស់សពគ្រប់ថែមទាំងមានអាងហែទឹកទៀតស័ក្តិសមបំផុតក្នុងការយកធ្វើជាទីតាំងលាក់ខ្លួនទោះរស់នៅយូរក៏មិនបញ្ហាចូលមកដល់ខាងក្នុងគាត់គិតថាទោះបីគាត់ការវត្ថុធាតុដើមច្រើនមែនតែបើគ្មានម្ហូបក្តៅស្រាប់ញ៉ាំទេវាពិបាកណាស់ព្រោះនៅក្នុងឃ្លាំងគាត់អត់មានចង្ក្រានទេស្រីស្អាតជាអ្នកចាត់ការភោជនីយដ្ឋានសន្តាគារឈ្មោះលីវស៊ីនរុយដើរមកសួរនាំយ៉ាងរាក់ទាក់ស៊ូឆេនលើកំរាមដៃមួយរួចកំងយកពិធីជប់លៀងចំនួន1000តុកធ្វើឲ្យនាងកាំងនិយាយលែងចេញតែម្ដងអ្នកចាត់ការស្រីរៀបរាប់ពីតម្លៃថាអាចធ្វើបានតែមានចាប់ពី5000 10000រហូតដល់30000ឬ100,000យុនក្នុងមួយតុនាងលួចសរសើរក្នុងចិត្តថាក្មេងប្រុសសង្ហាម្នាក់នេះប្រកាសជាកូនសេដ្ឋីលាក់មុខមិនខានស៊ូឆេនសម្រេចចិត្តយកតម្លៃ10000យុនក្នុងមួយតុសរុប1000តុស្មើនឹង10លានយុនគាត់កក់លុយមុន5សែនយុនហើយឲ្យយកម្ហូបទៅដឹកតាមអាស័យដ្ឋានដែលគាត់ឲ្យនៅអាទិត្យក្រោយចំណែកលុយនៅសល់ចាំទូទាត់ពេលនឹងចោះអ្នកចាត់ការស្រីសប្បាយចិត្តណាស់ព្រោះគ្រាន់តែថ្លៃដើមម្ហូបវាតម្លៃទៅក៏5សែនបាត់ទៅហើយទោះមិនចំណេញកប់ក្តោងក៏បានស្គាល់កូនសេដ្ឋីដែរសំខាន់គឺចេះបត់បែននាងក៏អញ្ជើញគាត់ទៅបង់លុយនាងសួរថាគាត់ឈ្មោះអីគាត់ប្រាប់ថាឈ្មោះស៊ូឆេននាងសួរទៀតថាជប់លៀងនេះសម្រាប់ពិធីរៀបការមែនទេគាត់ឆ្លើយយ៉ាងខ្លីថាមែនហើយរួចក៏ប្រាប់ឲ្យកក់បន្ទប់ប្រធានាធិបតីមួយឲ្យគាត់ផងស៊ូឆេនដើរចេញទៅយ៉ាងរំភើយគិតក្នុងចិត្តថាម្ហូបតម្លៃ10លានចំណាយតែ5សែនកក់មុនរួចយកទៅទុកក្នុងលំហអវកាសគឺដោះស្រាយរឿងហូបចុកបានរលូនចំណែកឯលុយដែលជាពាក់សល់ហា
ដល់ថ្ងៃមហន្តរាយមកដល់គ្រាន់តែតកកម្ដុំមានតម្លៃរាប់រយលានទៅហើយលុយក៏ដាស់ខ្លាយជាសម្រាមនរណាទៅខ្វះរឿងសងបំណុលទៀតអ្នកចាត់ការស្រីជួយអ៊ីនមកខ្លួនស្រមៃថាបើបានរៀបការជាមួយប្រុសសង្ហាក៏បន្ទប់ប្រធានាធិបតីក្រេបទឹកឃ្មុំបែបនេះប្រកាសជាមានក្តីសុខណាស់សពដងហើយស្រាប់តែមីឈីវជៀននិងសហាយដើរមកសួរនាងថាប្រុសម្នាក់អំបញ្ញមិញមកទីនេះធ្វើអីអ្នកចាត់ការស្រីប្រាប់ថាសង្សាររបស់នាងទើបតែកំងមហូប1000តុកហើយកក់លុយអស់500,000 យុននាងពិតជាសំណាងណាស់ដែលមានសង្សារអញ្ចឹងតែនាងលួចដៀលក្នុងចិត្តពីក្បាលដល់ចុងជើងថាមីនេះមុខមាត់ត្រឹមតែ7បន្ទុកប៉ុណ្ណោះមិនក៏កូនសេដ្ឋីចូលចិត្តរបស់អន់អាំងអញ្ចឹងពួកវាទាំងពីរនាក់គាំងបើកភ្នែកធំធំអត់ជឿសោះថាអាស៊ូឆែនក៏តោកយ៉ាហ្នឹងមានលុយដល់ថ្នាក់ហ្នឹងអ្នកចាត់ការស្រីបន្ថែមថាអ្នកមានចូលចិត្តលេងសើចและអត្តសញ្ញាណចឹងឯងចាំដល់ថ្ងៃរៀបការទើបបញ្ចេញការពិតខ្យៅឈៀនឮអញ្ចឹងស្រាប់តែស្មានថាស៊ូឆែនសាក់ចិត្តនាងសោះអាប្រុសសហាយក៏ស្រឡាញ់កាំងដែរអាញាតនឹងជាកូនអ្នកមានមែនឃើញសារលុតលុយ500,000 យុនចូលកុងសន្តាគារពួកវាកាន់តែជឿជាក់សហាយសួរថាកំងដល់ទៅ1000តុកតើវាអញ្ជើញនរណាគេខ្លះខ្យៅឈៀនស្រមៃខ្ពស់ក៏ពពកញញឹមប្រព្រីគិតថាតាមពិតស៊ូឆែនចង់អញ្ជើញមិត្តភក្តិដែលមានរបស់គេដើម្បីបង្ហាញអត្តសញ្ញាណពិតនិងប្រកាសថានាងជាកូនក្រមុំនាងសម្រេចចិត្តថានឹងទៅលួងលោមស៊ូឆែនវិញហើយបិទភ្នែកស្រមៃឃើញខ្លួនឯងអង្គុយលើកៅអីមាសពាក់ពេជ្រពេញខ្លួនធ្វើជាជំទាវធំមានគេឈរបម្រើឆ្វេងស្ដាំនាងគិតថាក្តីសម័យរបស់នាងចិត្តខ្លាចជាការពិតហើយកាត់មកមើលស៊ូឆែននៅក្នុងបន្ទប់វិញគាត់កំពុងតែគិតលេខលក់ផ្ទះបាន7សែនកម្ចីបាន6សែនដកលុយកក់មហូប5សែនចឹងនៅសល់តែប្រហែល8សែនយុនទៀតទេលុយប៉ុណ្ណឹងនៅតិចណាស់ទិញអីមិនទាន់គ្រាន់ទេគាត់សម្លឹងមើលទូរស័ព្ទរួចញញឹមយ៉ាងពឹសពុលក្នុងស្ថានភាពបែបនេះបើមិនវាយលុកយកលុយកម្ចីអនឡាញទេពិតជាស្ដាយក្រោយមិនខានចាំការទៀតស៊ូឆែនទាញទូរស័ព្ទមក download app កម្ចីអនឡាញជាង80 app ក្នុងដង្ហើមតែមួយថតរូបទៀងផ្ទាត់មុខជាង30ដងងក់ក្បាលព្រិចភ្នែកអូសឆ្វេងអូសស្ដាំទំហំកម្ចីមានចាប់ពី30,000ដល់30,000 យុនគាត់កើបយកទាំងអស់អត់ឲ្យសល់មួយស៊ូឆែនផ្ដួលខ្លួនដេកលើគ្រែដោយក្តីហត់នឿយតែសប្បាយចិត្តយ៉ាងខ្លាំងទីបំផុតអញបោកលុយកម្ចីអនឡាញបានជិត1លានយុនទៀតហើយប៉ុន្តែគាត់មិនទុកពេលឲ្យខាតទេស្ទុះងើបឡើងវិញភ្លាមព្រោះមានអីវ៉ាន់ជាច្រើនទៀតដែលគាត់ត្រូវទៅទិញបង្ហើយ